ឡាយទៅកាន់វគ្គផ្ដាច់ព្រាត់អបអសាទរដល់ក្រុមគោជលអេស្ប៉ាញក្នុងការឡាយទៅកាន់វគ្គផ្ដាច់ព្រាត់រងចាំមើលឧបការប្រកួតថ្ងៃស្អែករវាងក្រុមអាសង់ទីនហើយនិងអង់គ្លេសម៉ោង2ដូចគ្នាបារាំងឡើងមកតាំងពីវគ្គគ្រប់ស្តេកតាំងពីវគ្គគ្រប់ស្តេកវគ្គ32ក្រុមវគ្គ16ក្រុមវគ្គ8ក្រុមរហូតដល់វគ្គ semi final มันគួរឲ្យជឿថាបារាំងត្រូវបានដួលដោយថ្វីដៃរបស់ក្រុមគោជលអេស្ប៉ាញអឹមបាប៉េនៅតែមិនអាចកែប្រែនៅភាពជូរចត់ការឈឺចាប់ដែលគេរងអ្វីទាំងអស់អាក្រក់បំផុតការនៅរីម៉ាឌ្រីតឥឡូវជួបទៀត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 ហើយជួបទៀត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 ហើយហើយអេស្ប៉ាញខ្លាំងពេកអេស្ប៉ាញល្អទាំងប្រូមកបាល់អេស្ប៉ាញនេះអឹមបាប៉េអត់មានគ្រាប់ឈុតទេអឹមបាប៉េហ្នឹង8គ្រាប់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ស្មើគ្នាជាមួយនឹងលីអូណែលមេស៊ីរបស់អាសង់ទីនមាន8គ្រាប់អញ្ចឹងអឹមបាប៉េគាត់អស់ហើយអស់ទូនាទីរបស់គាត់បារាំងអស់ភារកិច្ចត្រឹមហ្នឹងហើយធ្លាក់ត្រឹមវគ្គ4ក្រុមដោយសារអេស្ប៉ាញផ្ដួលលទ្ធផល 2-0 អរគុណទៅដល់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីជាមួយនឹងការតាមដានពីក្រុមការងារជាយៈ TV ហើយជាមួយ